សម្ដេចតេជោហ៊ុនសែនថាបញ្ហានៅមុំបីកម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយហើយថារឿងដែលកើតឡើងនេះជារឿងច្រំដែលនៃល្បិចកលដែលចង់យកទឹកដីកម្ពុជាដោយមានបញ្ជាការថ្នាក់ក្រោមដោយមានការគាំទ្រពីក្រមជ្រុលនិយមពង្រឹងប្រវត្តិសាស្ត្ររបស់ថៃនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook ផ្លូវការថាការកើតឡើងនៅបញ្ហាឯតំបន់មុំបីចំនួន3ថ្ងៃកន្លងមកនេះគឺជារឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជាដោយមានបញ្ជាការថ្នាក់ក្រោមដោយមានការគាំទ្រពីក្រមជ្រុលនិយមរបស់ថៃផងដែរសម្ដេចបានអះអាងដូចនេះតាមរយៈទំព័រ Facebook ផ្លូវការនៅរាត្រីថ្ងៃទី11ក្បែរនឹងពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី31ខែឧសភាឆ្នាំ2025បន្ទាប់ពីសម្ដេចអះអាងថាពួកជ្រុលនិយមថៃបានចូលមកជាប្រមាថសម្ដេចនៅក្នុង Facebook ដែលជាចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃនិងចង់ដុតកម្ដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរសម្ដេចបានអះអាងថាក៏មានជនជាតិថៃមួយចំនួនចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើងដើម្បីជៀសវាងការបំពេញប្រវត្តិសាស្ត្រសម្ដេចតេជោសូមបញ្ជាក់នៅលើ3ចំណុចដូចខាងក្រោមទី1តំបន់មុំ3នេះជាទឹកដីកម្ពុជានិងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅទៀតមានន័យថាមុន MOU ឆ្នាំ2000អន្តៈប្រហែលជាអាចធ្វើជាសាក្សីបានហើយបើមិនច្បាស់កម្ពុជានិងថៃអាចព្រមព្រៀងគ្នាយកបញ្ហានេះអមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់តែមិនមែនជាផែនទីចោលដែលគូសដោយខ្លួនឯងដើម្បីលួចដីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបបផ្សែងនិងដើម្បីសេចក្តីសុខនិងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀតទី2រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះកាលពីជាង15ឆ្នាំមុនគឺជាភស្តុតាងកាន់តែច្បាស់សូមបញ្ជាក់ថាទឹកដីកម្ពុជាខ្ញុំមិនអាចឆ្លៀតពាក់យោធាទៅថតនៅក្នុងទឹកដីថៃឬទឹកដីឡាវនៅតំបន់នោះបានទេពិតមែនតែពេលនោះខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះរោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុនទី3កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយក្បួនបែបនេះគឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃអភិសិទ្ធវិជ្ជាជីវ៉ានិយាយមកកាន់ខ្ញុំចំពោះមុខប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីឆ្នាំ2011ថាសូមភាគីទាំងពីរដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នាខ្ញុំនិយាយទៅកាន់អភិសិទ្ធវិជ្ជាជីវៈថាខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ